សូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះយើងនឹងនិយាយអំពីអាវុធដែលកំពុងបង្កើតភាពភ័យខ្លាចនិងផ្លាស់ប្ដូរសម័យកាលសង្គ្រាមទំនើបគឺ Shahed 136 របស់អ៊ីរ៉ង់បើអ្នកធ្លាប់ឃើញវីដេអូពេលយប់ហើយឮសំឡេងដោយម៉ូតូហោះហើរពីលើនោះអ្នកកំពុងតែឮសំឡេងរបស់ Shahed 136ដែលត្រូវបានគេដាក់ឈ្មោះហៅក្រៅថាម៉ូតូហោះឬ Geranium 2នៅក្នុងជួរកងទ័ពរុស្ស៊ីតើអ្វីទៅជាអាវុធដ៏សាមញ្ញប៉ុន្តែមានឥទ្ធិពលខ្លាំងម្ល៉េះតើវាមានប្រវត្តិយ៉ាងណាហើយហេតុអ្វីបានជាវាក្លាយជាការគំរាមកំហែងដ៏ធំមួយយើងនឹងស្វែងយល់ទាំងអស់គ្នានៅក្នុងវីដេអូថ្ងៃនេះ Shahed មានន័យថាសាក្សីជាភាសាពេร์សវាត្រូវបានរចនានិងផលិតដោយក្រុមហ៊ុន Shahed Aviation Industries ជាសាខាមួយរបស់ក្រុមហ៊ុន HISA Iran Aircraft Manufacturing Industries របស់អ៊ីរ៉ង់ទោះបីជាត្រូវបានបង្ហាញជាសាធារណៈលើកដំបូងនៅក្នុងសមយុទ្ធយោធាអ៊ីរ៉ង់នៅចុងឆ្នាំ2021ក៏ដោយក៏ពិភពលោកបានស្គាល់វាយ៉ាងពិតប្រាកដនៅពេលដែលរុស្ស៊ីចាប់ផ្ដើមប្រើប្រាស់វាយ៉ាងច្រើនកុះករក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែនឆ្នាំ2022រុស្ស៊ីបានបដូរឈ្មោះវាថា Geran 2ភាសារុស្ស៊ីមានន័យថា Geranium និងបច្ចុប្បន្ននេះមិនត្រឹមតែទិញពីអ៊ីរ៉ង់ប៉ុណ្ណោះទេថែមទាំងបានសហការផលិតនិងអភិវឌ្ឍដោយខ្លួនឯងនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស Alabuga ប្រទេសរុស្ស៊ីទៀតផងការរចនារបស់វាមិនមែនថ្មីទាំងស្រុងនោះទេអ្នកជំនាញខ្លះបានប្រៀបធៀបរូបរាងរបស់វាទៅនឹង drone អាល្លឺម៉ង់មួយប្រភេទពីទសវត្សរ៍ឆ្នាំ1980បង្ហាញថាគំនិតនេះត្រូវបានគេស្គាល់ជាយូរមកហើយគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះគឺនៅខែធ្នូឆ្នាំ2025កងទ័ពអាមេរិកក៏បានប្រកាសថាខ្លួនបានបង្កើត drone Lucas ដែលជាកូនចម្លងរបស់ Shahed 136ដើម្បីប្រើប្រាស់នៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរតើ Shahed 136មានលក្ខណៈពិសេសអ្វីខ្លះវាជា drone រាងត្រីកោណ Delta Wing ប្រវែង 3.75 ម៉ែត្រស្លាបទ្រវែង 2.75 ម៉ែត្រនិងទម្ងន់សរុបប្រហែល200គីឡូក្រាមវាត្រូវបានគេចាត់ទុកជាគ្រាប់រំសេវល្បាតឬ drone អត្តឃាតព្រោះវាហក់ទៅរកគោលដៅនិងបំផ្ទុះខ្លួនឯងចំណុចសំខាន់មានដូចខាងក្រោមគ្រឿងផ្ទុះផ្នែកក្បាលរបស់វាផ្ទុកគ្រឿងផ្ទុះទម្ងន់30ទៅ50គីឡូក្រាមជាទូទៅជាប្រភេទគ្រាប់បែកខ្ចាយ High Explosive Fragmentation ហើយគំនេថ្មីរបស់រុស្ស៊ីអាចផ្ទុកបានរហូតដល់90គីឡូក្រាមដោយកាត់បន្ថយចម្ងាយហោះហើរវិញគ្រឿងផ្ទុះសំខាន់ច្រើនតែជាប្រភេទ RDX ដែលមានថាមពលខ្លាំងជាង TNT ម៉ាស៊ីននិងល្បឿនវាប្រើម៉ាស៊ីនសាំង4ស៊ីឡាំង model MD 550ដែលជាការចម្លងពីម៉ាស៊ីនអាល្លឺម៉ង់ Limburg ម៉ាស៊ីននេះដាក់នៅខាងក្រោយបង្វើកង្ហារុនធ្វើឲ្យ drone ហោះក្នុងល្បឿន185គីឡូម៉ែត្រក្នុង1ម៉ោងសំឡេងរបស់ម៉ាស៊ីននេះហើយដែលគេប្រៀបធៀបនឹងម៉ូតូឬម៉ាស៊ីនកាត់ស្មៅចម្ងាយហោះហើរវាអាចហោះបានចម្ងាយឆ្ងាយគួរឲ្យកត់សម្គាល់គឺពី2000ទៅ2500គីឡូម៉ែត្រនេះអនុញ្ញាតឲ្យអ៊ីរ៉ង់គំរាមកំហែងទៅដល់មូលដ្ឋានអាមេរិកនៅក្នុងឈូញសមុទ្រប៉ែសនិងរុស្ស៊ីអាចបាញ់ពីដីន្ទៃរបស់ខ្លួនចូលទៅក្នុងអ៊ុយក្រែនបានផងដែរប្រព័ន្ធណែនាំគំនេដើមយកប្រព័ន្ធ GPS និងប្រព័ន្ធចាប់សេនស័រនិច្ចលភាពធម្មតាប៉ុន្តែគំនេថ្មីពិសេស Geran 2របស់រុស្ស៊ីត្រូវបានបំពាក់ប្រព័ន្ធប្រឆាំងការស្ទាក់សំឡេង CRPA និងសូម្បីតែ modem 4G ដើម្បីទប់ទល់នឹងសង្គ្រាមអេឡិចត្រូនិកការបាញ់បញ្ចក់ drone ទាំងអស់នេះត្រូវបានបាញ់ចេញពីឈុតរ៉ាកែតដែលលាក់នៅលើឡានដឹកទំនិញដោយជំនួយពីគ្រាប់រ៉ាកែតជំរុញ RATO ដើម្បីឲ្យហក់ចេញពីរ៉ាកែតចំណុចសំខាន់គឺគេអាចបាញ់ចេញជាហ្វូងតែម្ដងនៅពេលតែមួយរាប់10គ្រឿងថ្មីនេះ Shahed 136បានបង្ហាញខ្លួននៅក្នុងប្រតិបត្តិការសំខាន់ពីរទី1សង្គ្រាមរុស្ស៊ីអ៊ុយក្រែននេះគឺជាសមរភូមិដែល drone នេះល្បីល្បាញជាងគេរុស្ស៊ីប្រើវាវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលនិងយោធាអ៊ុយក្រែនយ៉ាងច្រើនកុះករការវិវត្តគួរឲ្យកត់សម្គាល់គឺនៅឆ្នាំ2025និង2026រុស្ស៊ីបាននាំចេញគំនេលម្អិតជាងមុនមកទៀត System Machine Visionមានរាយការណ៍ថា Geran 2គំនេថ្មីបានបំពាក់កាមេរ៉ា infrared និងប្រព័ន្ធកុំព្យូទ័រ NVIDIA Jetson ដែលឲ្យវាស្គាល់គោលដៅបានដោយអត្តនោម័តដោយមិនចាំបាច់ពឹងផ្អែកទៅលើ GPS ដែលងាយរំខាននោះ
ការបញ្ជាទម្លួនមានករណីឃើញ drone ប្រភេទ Shahed ដែលមានប្រព័ន្ធបញ្ជាវីដេអូផ្ទាល់ Live Video Feed អាចឲ្យអ្នកបើកបរគ្រប់គ្រងវាដល់ចម្ងាយ150គីឡូម៉ែត្រនៅពីក្រោយជួរមុខបានទៀតផងទី2វិបត្តិនៅមជ្ឈិមបូព៌ាឆ្នាំ2026នៅខែកុម្ភៈនិងខែមិនិនាឆ្នាំ2026បន្ទាប់ពីការវាយប្រហាររួមពីអាមេរិកនិងអ៊ីស្រាអែលអ៊ីរ៉ង់បានសងសឹកដោយប្រើ Shahed 136យ៉ាងច្រើនកុះករគោលដៅសំខាន់ៗរួមមានមូលដ្ឋានទ័ពអាមេរិកនៅប្រទេសបារ៉េននិងកូវ៉ែតហេដ្ឋារចនានិងទីតាំងរស័យនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម UAE ដូចជាសន្តាគារ Fairmont Palm នៅក្នុងទីក្រុងឌូបៃការវាយប្រហារនេះបានបង្ហាញពីសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារគោលដៅដែលមានចម្ងាយរាប់រយគីឡូម៉ែត្រឆ្លងកាត់ប្រទេសជាច្រើនដោយប្រើអាវុធឡាយថ្លៃទាបប៉ុណ្ណោះចំណុចស្នូលរបស់ភាពយកជ័យរបស់ Shahed 136ស្ថិតនៅត្រង់ពីឡាយថ្លៃរបស់វាតា Shahed 136ថ្លៃប៉ុន្មានថ្លៃប្រមាណទូទៅមួយគ្រឿងគឺចន្លោះពី$20,000ទៅ$50,000ប្រភពខ្លះថែមទាំងប៉ានស្មានថាអាចទាបជាងនឹងទៀតបើផលិតនៅក្នុងស្រុកអ៊ីរ៉ង់នៅឆ្នាំ2022អ៊ីរ៉ង់បានលក់ឈុតដំឡើង Assembly Kit ឲ្យរុស្ស៊ីនឹងថ្លៃប្រហែល$193,000ក្នុងមួយគ្រឿងសម្រាប់ការកម្ម៉ង់ច្រើនបច្ចុប្បន្ននេះរុស្ស៊ីផលិតដោយខ្លួនឯងបាននឹងថ្លៃទាបជាងនឹងប្រហែល$70,000ក្នុងមួយគ្រឿងបើប្រៀបធៀបទៅនឹងថ្លៃការពារវិញគឺខុសគ្នាឆ្ងាយណាស់មីស៊ីល Patriot PAC-3 មួយគ្រឿងមានថ្លៃប្រហែល$3ទៅ4លាននេះមានន័យថាការបាញ់មីស៊ីល Patriot មួយគ្រឿងដើម្បីការពារ Shahed មួយគ្រឿងគឺត្រូវចំណាយថវិកាច្រើនជាង10ដងឬរាប់រយដងនេះហើយគឺជាអន្ទាក់សេដ្ឋកិច្ច attrition trap ដែលអ៊ីរ៉ង់និងរុស្ស៊ីកំពុងដាក់លើសត្រូវពួកគេបាញ់ drone ថ្លៃទាបរាប់ណាប់គ្រឿងបង្ខំឲ្យភាគីម្ខាងប្រើមីស៊ីលថ្លៃលាន$ដើម្បីការពារដែលនាំឲ្យខាតបង់ថវិកានិងធ្វើឲ្យឃ្លាំងអាវុធការពាររបស់គេរត់ហោកបានយ៉ាងឆាប់រហ័សShahed 136មិនមែនជាអាវុធដ៏ទំនើបវៃឆ្លាតនោះទេវាយឺតហើយលឺខ្លាំងណាស់ប៉ុន្តែវាបានបង្ហាញថាភាពសាមញ្ញផ្សំជាមួយនឹងបរិមាណច្រើននិងថ្លៃទាបប៉ុណ្ណោះអាចក្លាយជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលខ្លាំងមួយវាបានធ្វើឲ្យគំនិតនៃការសង្គ្រាមបច្ចេកវិទ្យាខ្ពស់ត្រូវពិចារណាឡើងវិញដោយសារតែសេដ្ឋកិច្ចនៃសមរភូមិរហូតដល់ពេលនេះការវិវត្តរបស់វានៅតែបន្តទាំងរុស្ស៊ីអ៊ីរ៉ង់និងសូម្បីតែអាមេរិកក៏កំពុងបង្កើតគំនាបផ្ទាល់ខ្លួនផងដែរShahed 136គឺជាសាក្សីមួយដែលបញ្ជាក់ថាសង្គ្រាមនៅអនាគតនឹងឡើងដូចមុនទៀតហើយតើអ្នកមានយោបល់យ៉ាងណាដែរតើ drone ប្រភេទនេះនឹងផ្លាស់ប្ដូរសន្តានសង្គ្រាមដល់កម្រិតណាសូមទម្លាក់ comment មកក្រោមនេះសូមអរគុណសម្រាប់ការទស្សនាសូមជួយចុច like share និង subscribe ផងដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀតជួបគ្នាវីដេអូក្រោយ